មួយក៏អាចធំយូរដៃចំពោះម៉ាស៊ីននេះយើងយកបានតែចំនួនចង្វាក់បេះដូងទារកទេក្រោយមកបានបង្កើតនៅម៉ាស៊ីនមួយទៀតដែលគេហៅថាម៉ាស៊ីន CTZ ដែលម៉ាស៊ីននេះអាចវាយតម្លៃយកបានទាំងចំនួនចង្វាក់បេះដូងទារកវាយតម្លៃអំពីចង្វាក់បេះដូងទារកនិងអាចយកបានតទៅនឹងការកតាក់ស្យងនៅពេលឈឺពោះសមាម៉ាស៊ីន CTZ នេះគឺជាម៉ាស៊ីនអេឡិចត្រូនិកសម្រាប់យកចង្វាក់បេះដូងទារកដែលគេប្រាស់យ៉ាងទូលំទូលាយដើម្បី assessment រកមើល photo well-being នៅពេលឈឺពោះសមានៅក្នុងប្រទេសអភិវឌ្ឍន៍ហើយគេប្រើភាគច្រើននៅក្នុងត្រីមាសទី3ហើយភាពមិនធម្មតានៃម៉ាស៊ីន CTZ នេះវាបញ្ជាក់ពីយើងត្រូវធ្វើការរកមូលហេតុមិនធម្មតាហើយនឹងត្រូវធ្វើអន្តរាគមន៍ភ្លាមៗនេះជាម៉ាស៊ីនដែលកំពុងដំណើរការនៅក្នុងមន្ទីរពេទ្យខេត្តវាចែកចេញជាពីរផ្នែកទី1គឺម៉ាស៊ីននិងទី2គឺ transducer ដែលមាន2ដោយលោកគ្រូឃើញហ្នឹងពណ៌បៃតងនេះគឺជា transducer សម្រាប់ចាប់យកការកន្ត្រាក់ស្បូនដែលយើងចាប់ទៅលើកម្ពស់ស្បូននិងមួយទៀតដែលពណ៌ស្វាយនេះជាម៉ាស៊ីនសម្រាប់ចាប់យកចង្វាក់បេះដូងទារកដែលយើងដាក់នៅកន្លែងដូចនឹងម៉ាស៊ីន Doppler ដែលយើងប្រើប្រាស់យួរធម្មតានឹងដែរតោះមកគេមានខ្សែក្រវ៉ាត់សម្រាប់រុំចាប់ជាប់នៅលើពោះស្ត្រីចំណែកឯម៉ាស៊ីនវិញដោយលោកគ្រូឃើញក្នុងរូបមានអេក្រង់ដែលវានឹងលោតបញ្ជាក់ប្រាប់ពីចង្វាក់ចំនួនចង្វាក់បេះដូងទារកហើយនឹងមានអេក្រង់ដែលលោកគ្រូឃើញកាឡានោះគឺជាសម្រាប់ក្នុងការយើងមើលវាតម្លៃចង្វាក់បេះដូងហើយបន្ទាប់មកនៅផ្នែកខាងក្រោមមានពីចំនួននៃការកន្ត្រាក់នេះស្បូនហើយបន្ទាប់មកម៉ាស៊ីននឹងមានចេញជាកន្តាស់ដោយម៉ាស៊ីន ECG ដែលលោកគ្រូប្រើសម្រាប់ចាត់ចង្វាក់បេះដូងវាស់ដូចធំដូចគ្នាសម្រាប់យើងយកទៅបិទក្នុងឯកសាររបៀបនៃការអានម៉ាស៊ីន CTZ ជាទូទៅពីច្រើនទៅប្រើអក្សរកាត់ក្នុងការឲ្យលោកគ្រូងាយស្រួលចំណាំគឺ Dr. C. Gravado DR នេះគឺតំណាងឲ្យពាក្យ define risk កត្តាហានិភ័យC contraction BOA នេះគឺ baseline rate ហើយ V variability